nơi sạc chỉ lấy nhưng mà anh thời điểm nơi nông bình chấn chừng này nhầm riêng nó cứ bẹt chẳng bạn cho thang mấy chọc bẹt đấy một với còn thằng kẻ tơ đi có âm xí để cho thang nó chi chừng ní với đại dương chập ban này ta bạn sẽ nhạc bắt vui tục ai côn mơ cái chứ này dần cho mình nên ngày hay p đại nhầm riêng nó đó cho nam tí bầy cái dương thời cho star bạn đúng chân cầm lòng p để dương cho star nó dươngสบายចិត្តនិយាយទៅគឺចូលរៀនហ្នឹងគឺអារម្មណ៍ដែលយើងរំពឹងខ្លាំងបំផុតគឺយើងចុះ star នៅថ្ងៃទី1នៅមន្ទីរពេទ្យបាទហើយខ្ញុំពេលដែលថ្ងៃចុះ star ហ្នឹងគឺថ្ងៃទី1ពេលព្រឹកចឹងទៅធ្វើការធម្មតាបាទន័យថាយើងចុះទៅរៀនធម្មតាពីបងដែលគាត់នៅប្រចាំនៅមន្ទីរពេទ្យហ្នឹងហើយអ្វីដែលខ្ញុំចូលទៅដំបូងគេហ្នឹងគឺខ្ញុំកាន់តែសប្បាយចិត្តខ្លាំងបំផុតហ្នឹងគឺចូលទៅក្នុងផ្នែក ICU បាទន័យថាសង្គ្រោះមិនទាន់កម្រិតធ្ងន់ហើយពេលដែលចូលទៅសប្បាយចិត្តខ្លាំងមែនទែនព្រោះបានរៀនបានចេះបានឃើញបានប៉ះផ្ទាល់មួយជំងឺបានអីចឹងទៅបាទហើយព្រមឡើងយើងចុះ star ថ្ងៃឡើងយើងត្រឡប់មករៀនវិញធម្មតាបាទបងហើយថ្ងៃហ្នឹងវាចៃដន្យអីពេលដែលបងគាត់ចែកវេនមកគឺត្រូវខ្ញុំយាមយប់ហ្នឹងតែម្ដងហ្នឹងអីដែលកាន់តែសប្បាយចិត្តខ្លាំងបំផុតបាទពេលដែលចាប់ផ្ដើមទៅដល់ទីពេទ្យព្រាមគឺខ្ញុំអត់តបានពាក់អាវស្រួលទេអត់តបានពាក់អាវពេទ្យស្រួលទេគឺបងគាត់ប្រាប់ថាអូនមកឲ្យលឿនជួយគ្នាពាក់អាវឲ្យលឿនមកជំងឺកំពុងតែធ្វើទុកអញ្ចឹងក៏ស្វាស្វែងទៅជួយពួកគាត់ប្រើឲ្យធ្វើអីធ្វើនឹងអញ្ចឹងទៅឲ្យច្បាច់ពងខ្យល់យើងច្បាច់គាត់ថាអូខេយើងដូរដៃគ្នាដើម្បីម៉ាស្សាកាត់ចាក់បានន័យថាម៉ាស្សាបេះដូងដែលយើងភាសាអង់គ្លេសយើងហៅថាធ្វើ CPR បាទបងបាទហើយហត់អស់ខ្យល់ខ្លាំងមែនទែននៅពេលដែលយើងជាយើងសង្គ្រោះគាត់នៅដំណាក់កាលចុងក្រោយហ្នឹងគឺរយៈពេលប្រហែលជា20ទៅ30នាទីសំទោសអញ្ចឹងទៅហត់អស់ខ្យល់ខ្លាំងមែនទែនហើយអ្វីដែលអាចនិយាយថាជាភាសាបច្ចេកទេសដែលយើងធ្លាប់ប្រើនៅក្នុងមន្ទីរពេទ្យគឺប្រើភាសាបារាំងបានន័យថាអ្នកជំងឺហ្នឹងគាត់បានស្លាប់ហើយតែគាត់អត់និយាយភាសាថាស្លាប់ហ្នឹងទេគឺយើងនិយាយដើម្បីកុំឲ្យបងប្អូនជំងឺគាត់មានអារម្មណ៍ថាគាត់បាត់បង់មនុស្សជាទីស្រឡាញ់របស់គាត់ហើយបាទអញ្ចឹងគាត់ប្រើនៅពេទ្យនៅមន្ទីរពេទ្យគេប្រើភាសាបច្ចេកទេសគឺ DC ភាសាបារាំងបានន័យថាស្លាប់អញ្ចឹងយើងដឹងគ្នាយើងក៏រៀបចំឧបករណ៍ផ្សេងដាក់អុកស៊ីហ្សែនអីទៅដើម្បីសម្រួលឲ្យគាត់ដើម្បីធ្វើការរៀបចំដឹកចេញទៅផ្ទះធ្វើបុណ្យតាមប្រពៃណីអញ្ចឹងណាបាទបងបាទខ្ញុំដឹងថាគាត់ស្លាប់ហើយតែខ្ញុំភ្លេចខ្លួនអូខ្ញុំរៀបចំគាត់ចំក្រោយគេរៀបចំគាត់អាវគាត់សរងស៊ូគាត់តែគាត់នៅប្រុសហើយគាត់មានមាឌធំហើយក្បាលពោះមានក្បាលពោះអញ្ចឹងពេលដែលរៀបចំហ្នឹងមិនមែនខ្លួនឯងពេលដែលរៀបចំហ្នឹងគឺខ្ញុំអត់បានចោលអារម្មណ៍អីច្រើនទេដោយសារតែយើងទី1យើងអត់មានអារម្មណ៍ថាខ្លាចយើងនឹងតែគាត់ស្លាប់តែយើងអត់មានអារម្មណ៍ថាយើងខ្លាចគាត់ទេបាទបងបាទខ្ញុំហត់ខ្លាំងខ្ញុំក៏បានប្រាប់បងថាបងខ្ញុំសុំចូលទៅក្នុងបន្ទប់ដើម្បីសារៈបន្តិចដោយសារហត់ខ្លាំងបងមិនអស់ដៃដោយសារតែយើងម៉ាស្សាបេះដូងគាត់យូរអញ្ចឹងយើងហត់អស់ដៃអស់កម្លាំងចូលទៅដល់បន្ទប់ដែលយើងសម្រាកហ្នឹងគឺនៅក្រោយកន្លែងដែលយើងព្យាបាលជំងឺបាទបងបាទចូលទៅបានប្រហែលជា2នាទីឯងគាត់ដោះអាវឲ្យអង្គុយឲ្យត្រូវម៉ាស៊ីនត្រជាក់បន្តិចហ្នឹងណាមានគេមកគោះទ្វារកញ្ចក់ខាងមុខហ្នឹងតុកខ្ញុំក៏ស្រែកប្រាប់ថាចាំមកផ្លេតបងខ្ញុំស្មានតែបងក្រុមការងារគាត់មកហៅយើងចេញទៅមើលជំងឺអីបន្តបាទប៉ុន្តែអីដែលខ្ញុំនឹកស្មានដល់ហ្នឹងគឺបើកទ្វារមកក្រាស់គឺឃើញគាត់នៅហ្នឹងហ្មងគាត់ដែលជាអ្នកស្លាប់បាទតែគាត់មកហ្នឹងក្នុងរូបភាពមួយជាមនុស្សធម្មតាដែលគាត់ស្លៀកពាក់សម្លៀកបំពាក់ដែលគាត់កំពុងតែស្លៀកពេលដែលគាត់ស្លាប់ហ្នឹងអញ្ចឹងមានន័យថាបងឃើញអាទិដ្ឋភាពដែលឈរនៅមុខបងហ្នឹងគឺជាថាជាសាកសពគាត់ដែលគាត់មុនស្លាប់ហ្នឹងបាទរូបរាងរបស់គាត់ជារូបរាងរបស់គាត់ខ្ញុំមិនបានចោលអារម្មណ៍អីច្រើនទេហើយខ្ញុំក៏ភ្លេចថាគាត់ជាអ្នកជំងឺដែលស្លាប់ក្នុងដៃរបស់យើងមិញមិនស្លាប់ក្នុងដៃទេមានន័យថាយើងព្យាយាមសង្គ្រោះគាត់អស់លទ្ធភាពហើយគាត់ក៏បានស្លាប់បាទខ្ញុំក៏បានប្រាប់គាត់ថាបងឯងទៅវិញសិនទៅចាំតិចខ្ញុំពាក់អាវសិនតែគាត់មកហ្នឹងគាត់សួរនាំបងអីអត់បងគាត់ប្រាប់ខ្ញុំថាលោកគ្រូជួយដាក់អុកស៊ីហ្សែនខ្ញុំតិចខ្ញុំបាក់ដុតហើមអូពេលហ្នឹងខ្ញុំក៏បានប្រាប់គាត់ដែរខ្ញុំថាបងឯងទៅវិញសិនទៅចាំតិចខ្ញុំពាក់អាវសិនហើយខ្ញុំក៏ទាញទ្វារបិទគាត់ក៏រុញជើងសរោមរបស់គាត់ហ្នឹងទៅដើរទៅធម្មតាតែម្ដងពេលដែលខ្ញុំពាក់អាវហើយខ្ញុំដើរចេញទៅក្រៅអារម្មណ៍កំពុងតែហត់ទៅស្ដីឲ្យមិត្តភក្តិអ្នកទៀតដែលចុះ star ជាមួយគ្នាហ្នឹងហើយនឹងបងដែលនៅហ្នឹងគាត់ឮដែរខ្ញុំថា
ហើយអត់តែមើលជំងឺអញ្ចឹង 15C គាត់ដើរទៅហៅអញនៅបន្ទប់ថាគាត់បាក់ដង្ហើមមិនឯងមិនដាក់អុកស៊ីហ្សែនឲ្យគាត់ដល់ពេលដែលលឺភ្លាមហ្នឹងគឺបងស្រីម្នាក់ដែលនៅតួជាមួយតែគាត់ជាបុគ្គលិកតលនៅហ្នឹងគាត់ស្រឡាំងកាំងហ្មងគាត់ភ្ញាក់ហ្មងគាត់ថា 15C មែនអូនគាត់ស្រែកឡើងខ្លាំងៗណាគាត់ស្រែក 15C មែនអូនថាបាទបងហ្នឹងហើយគាត់ស្លៀកសរងកស៊ូហើយអាវគាត់បឹកលេវអត់ចិត្តមិញហ្នឹងហើយប្រលេះលេវហ្នឹងដើរទៅក្បាលពួកពេញហ្នឹងហើយគាត់រឹងជើងសរងទៅហៅខ្ញុំដល់បន្ទប់ហើយបងស្រីគាត់ប្រាប់គាត់ស្រែកឡើងភ្លុកមកគាត់ថាអូន15C ស្លាប់លើដៃរ៉ែងមិញហ្នឹងហើយអារម្មណ៍របស់ខ្ញុំចាប់ដើមបញ្ជាក់មួយគាត់ទៀតថាបង 15C មិញហ្នឹងគាត់ថាហ្នឹងហើយបងប្អូនគេទឹកបំរុញចេញទៅមិញហ្នឹងអូនខ្ញុំភ្លាមហ្នឹងគឺអត់មានអារម្មណ៍អីច្រើនទេគឺបេះដូងចាប់ដើមបុកភ័យហើយប្រាប់បងប្អូននៅក្នុងបន្ទប់ហ្នឹងថាបងអីវ៉ាន់ខ្ញុំទាំងប្រហែលចាំស្អែកខ្ញុំមកយកគឺខ្ញុំសុំទៅផ្ទះមុនហើយថ្ងៃហ្នឹងបើសិនដាក់អាក៏ដាក់ទៅគឺខ្ញុំសុំទៅផ្ទះហើយគឺពេលហ្នឹងគឺភ័យហ្មងភ័យហើយជិះម៉ូតូបដើគិតប្រើទៀតជុំស្រស់ពេកហីដោយសារតែគាត់អត់បានបង្ហាញអីឲ្យយើងខ្លាចប៉ុន្តែគាត់អាសាអ្វីដែលភ្លាមដែលយើងឃើញហ្នឹងគឺវាស្រស់នឹងភ្នែកវានៅនឹងភ្នែកដូចមនុស្សប៉ុន្តែដល់ពេលដែលយើងអារម្មណ៍ដែលយើងចាប់ដើមបុកត្រឡប់ទៅវិញហ្នឹងគឺគាត់បានស្លាប់ហើយតែគាត់មកបានន័យថាគាត់មកបង្ហាញឲ្យយើងឃើញបានន័យថាគាត់ពិបាកដកដង្ហើមមុននឹងគាត់ស្លាប់គាត់ពិបាកដកដង្ហើមខ្លាំងឬក៏មិនអីមិនយើងអត់ដឹងទេតែអារម្មណ៍របស់ខ្ញុំមួយគឺខ្ញុំភ័យបាទភ័យតែសួរឲ្យខ្លាចអត់ខ្លាចទេប៉ុន្តែពេលហ្នឹងភ័យហើយក៏ត្រឡប់ដល់ផ្ទះអត់ហ៊ាននិយាយរឿងហ្នឹងប្រាប់ណាគេផ្សាយឡើងមកយកអីបានបងគាត់សួរបញ្ជាក់ភាសាទៀតគាត់ថាហ្នឹងមិនមែនបានប្រាប់ថាអូនវាជារឿងសាមញ្ញទេដែលនៅកន្លែងមួយនេះជួនកាលនៅក្នុង ICU កន្លែងសង្គ្រោះបន្ទាន់កម្រិតធ្ងន់ហ្នឹងអាចមានជាទូទៅអាចមានមនុស្សម្នាក់ស្លាប់ឬក៏ពីរនាក់ស្លាប់នៅក្នុងថ្ងៃតែមួយហើយនៅក្នុងតួដែលគាត់យាបអីចឹងទៅអញ្ចឹងដល់ពេលគាត់និយាយចឹងបានន័យថាស្ទួយសម្រួលអារម្មណ៍របស់ខ្ញុំដែរខ្ញុំអត់មានអារម្មណ៍ថាសូវខ្លាចសូវអីចឹងទៅហើយណាមួយអ្វីដែលយើងធ្វើគឺយើងជួយសង្គ្រោះគាត់អស់លទ្ធភាពបាទដើម្បីឲ្យគាត់បន្តជីវិតទៅមុខទៀតប៉ុន្តែជាអកុសលពេលខ្លះជំងឺរបស់គាត់ដល់ដំណាក់កាលចុងក្រោយជំងឺរបស់គាត់យើងជួយសង្គ្រោះបានត្រឹមតែផ្ដល់ឲ្យបងប្អូនឃើញដង្ហើមចុងក្រោយតែប៉ុណ្្នឹងអាហ្នឹងសម្រាប់ជំងឺមួយចំនួនដែលកម្រិតធ្ងន់បាទអញ្ចឹងខ្ញុំគិតត្រឡប់មកវិញខ្ញុំថាខ្ញុំបានជួយអស់លទ្ធភាពហើយមួយទៀតផលបុណ្យដែលយើងបានធ្វើជួយសង្គ្រោះមនុស្សក៏អាចនឹងជួយតាមថែរក្សាយើងជួនកាលក៏ត្រឡប់ថយក្រោយទៅខាងគាត់នឹងអាចបន្លាយើងដែលយើងខំព្យាយាមជួយសង្គ្រោះគាត់បាទដល់ដំណាក់កាលចុងក្រោយអញ្ចឹងណាបាទហ្នឹងអាហ្នឹងរឿងមួយដែលខ្ញុំបានជួបនៅក្នុងទីពេទ្យមួយដែលខ្ញុំទស្សនានៅបាទបងបាទពេលខ្លះពួកខ្ញុំអាចនឹងយាមវេនយប់អញ្ចឹងយើងត្រូវដូរវេនគ្នាដល់ម៉ោង1ម៉ោង2ភ្លឺ1 2ភ្លឺពងពេញហ៎បងអញ្ចឹងពេលដែលយើងចាប់ដើមធ្វើការពេលយប់គឺយើងឃ្លានហើយអញ្ចឹងពេលដែលនៅពេលដែលបដូរវេនម្ដងគឺម៉ោង2គឺមានមួយក្រុមទៀតគាត់ចាញ់មកបន្តរហូតដល់ព្រឹកអញ្ចឹងពួកខ្ញុំពីក្បាលល្ងាចរហូតដល់ម៉ោង2អញ្ចឹងពេលដែលបដូរវេនហ្នឹងគឺពួកខ្ញុំតែងតែទិញអីញ៉ាំឯងដោយសារនៅខាងមុខហ្នឹងមានម៉ាប់បាទបងអញ្ចឹងក៏បដើគ្នា3 4នាក់អញ្ចឹងទៅជួនកាលដើរម្នាក់ឯងជួនកាលដើរ2នាក់អញ្ចឹងទៅថ្ងៃហ្នឹងមិនដឹងថាអារម្មណ៍អីនឹកឃើញឃ្លានមីកំប៉ុងតែជាក់ស្ដែងរត់ដល់អត់ដែរឃ្លានទេព្រោះយើងមានរបស់របរញ៉ាំមួយចំនួនថ្ងៃខ្លះទិញពីហ្សាទិញអីយកទៅញ៉ាំនៅមន្ទីរពេទ្យហ្នឹងទុកស្គួរញ៉ាំពេលយប់អញ្ចឹងណាបាទបងបាទតែថ្ងៃហ្នឹងរបស់ញ៉ាំពេញបន្ទប់អត់នឹកឃើញឃ្លានទេតែឃ្លានមីកំប៉ុងហើយក៏9ពួកម៉ាក់មួយទៀតដែលយាមមួយគ្នាហ្នឹងក៏ដើរចេញទៅម៉ាត់ទិញមីកំប៉ុងញ៉ាំហ្នឹងហើយពេលដែលដើរចេញពីបន្ទប់ ICU ហ្នឹងដើរទៅតាមផ្លូវហ្នឹងគឺគេមានធ្វើរោងមួយប្រហែលជា2ម៉ែត្រនេះប៉ុណ្្នឹងទៅហើយគេមានកន្លែងអង្គុយសងខាងអញ្ចឹងទៅហើយបើភ្លើងវិញអត់ភ្លឺទេភ្លើងគឺភ្លឺនៅចុងផ្លូវមួយហើយភ្លើងភ្លឺនៅដើមផ្លូវនេះមួយអញ្ចឹងមិនន័យថាកណ្ដាលលងបាទហើយដើរហ្នឹងក្នុងចេតនាមួយថាខ្ជិលដើរទៅក្រៅខ្ជិលដើរនេះទៅដោយសារផ្លូវហ្នឹងវាស្រួលដើរទៅវាអត់មានគ្រោះមានអីចឹងណាអញ្ចឹងក៏ដើរទៅកាត់ផ្លូវហ្នឹងពេលដែលដើរកាត់ឮសំឡេងមនុស្សនិយាយគ្នាចាប់ដើមសួរពួកម៉ាក់មួយកេះគ្នាសួរថាហើយឮអីអត់អញឮមនុស្សអ៊ូអរនិយាយគ្នាច្រើនណាដូចនៅក្នុងផ្សារត្រីអញ្ចឹងដូចកន្លែងធ្វើ concert អីមួយអញ្ចឹងពួកម៉ាក់ខ្ញុំគាត់និយាយដែរគាត់ថាអញឮដូចគ្នាអញ្ចឹងងាកជំវិញខ្លួនគឺអត់មានមនុស្សទេមានតែ2នាក់ខ្ញុំឯងនៅផ្លូវដើរមួយហ្នឹងចាប់ដៃគ្នាគឺកមាត់ដើរលឿនដើរទៅផុតឮសលេងសើចឮសម្បល់ពេលដែល
ពេលដែលលឺសលេងសើចនឹងព្រៀបពួកខ្ញុំអត់ហ៊ានងាកក្រោយគឺដើរត្រង់ចូលទៅមុខហ្មងដើរទៅដល់ក្នុងម៉ាតចាប់ដើមនិយាយគ្នាថាហើយលឺដូចអញអត់មនុស្សច្រើននិយាយគ្នាពួកម៉ាក់ខ្ញុំថាអញលឺដូចគ្នាតែអាចុងក្រោយដែលអញខ្លាចអញចាប់ដៃឲ្យរត់ហ្នឹងគឺនៅពេលដែលលឺសលេងសើចខ្លាំងហើយជាក់ស្ដែងនៅកន្លែងហ្នឹងគឺអត់មានអីទាំងអស់អត់មានមនុស្សបងប្អូនអ្នកជំងឺក៏គាត់ចូលសម្រាប់អស់ហើយអញ្ចឹងទៅភ្លើងភ្លឺស្លងហើយណាមួយមកស្មោះហ្នឹងហើយមានអ្នកណាគេទៅអង្គុយនិយាយសើចអីនៅក្នុងមន្ទីរពេទ្យអត់មានបាទបងបាទអញ្ចឹងអារម្មណ៍មួយហ្នឹងរៀជឿដែរព្រឺសបល់ហ្មងគាត់និយាយភាសាទៀតហ្នឹងក៏រឿងព្រឺសបល់ដែរវាហ្នឹងឯងដូចនិយាយចឹងថាពេលខ្លះបើយើងលឺតែឯងយើងគិតថាអូយើងសម័យយើងចេះគិតច្រើនគិតអីប៉ុន្តែដល់ពេលម្នាក់ទៀតលឺដូចគ្នាបើន័យថាអូហ្នឹងហើយទាំងពីរហ្នឹងហើយពីរហើយទាំងពីរហើយដល់ពេលអញ្ចឹងបើន័យថាអូគាត់ពេលខ្លះផ្លូវគេអង្គុយលេងសប្បាយផ្លូវគេដើរផ្លូវថ្មើរជើងអញ្ចឹងគឺតែងតែមានអីចឹងទៅហើយណាមួយជាទីពេទ្យផងបាទបងជួនកាលអាចនឹងថាជាពួកគាត់អនាថាអត់ដឹងទៅណាអញ្ចឹងទៅក៏គាត់ថាអាហ្នឹងជាជំរករបស់គាត់បាទបងពេលខ្លះដូចយើងពេលថ្ងៃយើងរស់ស៊ីអញ្ចឹងពេលយប់គេរស់ស៊ីដូចគ្នាអញ្ចឹងបាទពេលថ្ងៃម៉ោងយើងពេលយប់មកគេអញ្ចឹងទៅអារម្មណ៍វាទី1វាភ័យដែរតែចូលទៅដល់ម៉ាត់ហ្នឹងគឺបរិងអារម្មណ៍ហើយអង្គុយទេហៅគ្នាអត់មានមាត់អីច្រើនទេគឺទេហៅគ្នាពីក្នុងឲ្យគេចេញមកសួរជំងឺអត់មានណាកាត់អីណាអត់មានណាធ្វើទុកនៅអីណាហីបាទគាត់ស្រួលទាំងអស់គ្នាដល់ពេលអញ្ចឹងទេហៅគ្នាបាន2នាក់ទៀតដើរចេញមកក្រៅគាត់មកដល់ភ្លាមគាត់ថាតោះចូលទៅវិញដើរចូលទៅវិញគាត់ទៀតដើរអាផ្លូវហ្នឹងអាផ្លូវដែលបងជួបមុនបាទខ្ញុំថាអត់ទេដើរផ្លូវកណ្ដាលទៅផ្លូវធំទៅផ្លូវអាហ្នឹងទូចល្ងឹតមើលអត់ឃើញគេថាគេមានផ្លាស់ខ្ញុំលឺតែមានផ្លាស់អូខេមានផ្លាស់ក៏មានទៅប៉ុន្តែដើរផ្លូវធំទៅកាត់គ្រោះតិចទៅលឺសម្រាប់ជើងលឺគ្រោះលឺអីទៅមិនសូវអីទេឲ្យគេដឹងថាមានមនុស្សដើរបាទបងបាទអញ្ចឹងក៏សម្រេចចិត្តពីអ្នកដឹងគេថាអត់ទេចង់ដើរផ្លូវហ្នឹងណាមួយចេញមកវិញហ្នឹងមិនរៀងរលឹមផងអញ្ចឹងពួកគាត់ថាខាងផ្លាស់សាយខ្លះអីចឹងទៅគាត់ក៏2នាក់ដើរទៅក្នុង2នាក់ខ្ញុំដើរខាងក្រៅហើយគឺលឿនខ្លាំងមែនទែន2នាក់គាត់ថានេះឲ្យដើរលឿនទេតែអត់ទេលឿនថៃមិនលឿនមកមិនក្រៅរលឹមយល់ឡើងអញ្ចឹងថាតែបើមានរលឹមមិនបាត់ដើរខាងក្នុងគាត់ដាក់ឆ្ងល់តើស្អែកព្រឹកបានប្រាប់គាត់ថាយកមិនដើរទៅលឺសំឡេងមនុស្សច្រើនអឺងកងខ្លាំងមែនទែនហើយចុងក្រោយឲ្យដើរកាត់ដល់ចុងផ្លូវគឺលឺសំឡេងសើចខ្លាំងអញ្ចឹងប្រាប់គាត់ទៅគាត់ថាអូអញ្ចឹងតើបានវាហៅអញចេញទៅអត់ដឹងគេហៅទៅជាមួយនេះតាមពិតក្នុងចិត្តគាត់ហ្នឹងគាត់គិតថាយើងហៅគាត់ទៅញ៉ាំអីអញ្ចឹងណាព្រោះអីពេលយប់អញ្ចឹងអាចនឹងគ្លៀងអាចនឹងអីចឹងចាយចេញមកក៏អត់បានប្រាប់ពួកគាត់ដែរប្រាប់តែបងទៅអញ្ចឹងសិស្សតាដូចគ្នាយើងអត់បានប្រាប់ទេតែមួយទុកកម្លាំងគាត់នៅជួយអញ្ចឹងទៅអាហ្នឹងរឿងមួយទៀតដែលយើងបានជួបនៅមន្ទីរពេទ្យហ្នឹងអញ្ចឹងពីរឿងហ្នឹងនៅមន្ទីរពេទ្យហ្នឹងហ្មងបាទជាក់ស្ដែងដូចដឹងស្រាប់ហើយគ្រប់មន្ទីរពេទ្យតែងតែមានកន្លែងសង្គ្រោះអាចមានមនុស្សអាចជាសះស្បើយដើរចេញត្រឡប់មកវិញហើយអ្នកខ្លះទៀតអាចនឹងគាត់បាត់បង់អាយុជីវិតនៅមន្ទីរពេទ្យអីចឹងទៅហើយអ្វីដែលសំខាន់គឺមន្ទីរពេទ្យចំណាស់ទីពេទ្យចំណាស់ហ្នឹងហើយចឹងអត់ប្រហែលថាមន្ទីរពេទ្យណាទេគាត់ថាត្រូវបងគេចំណាស់តែរូបរាងតែអ្នកដែលមកឲ្យជួបហ្នឹងអត់ចំណាស់ណាអត់ទេពេលនៅពេលដែលកន្លងពេលដែលខ្ញុំចុះស្តាហ្នឹងគឺចាស់តែមន្ទីរពេទ្យមែនប៉ុន្តែឧបករណ៍អីផ្សេងៗគឺទំនើបខ្លាំងមែនទែនបាទបងបាទអញ្ចឹងការព្យាបាលស្អាតថាបើសិននៅផ្នែកផ្សេងអាចគាត់ព្យាបាលបានជាសពឲ្យល្អខ្លាំងមែនទែនដោយសារតែនៅ ICU ដូចបងប្អូនបានដឹងស្រាប់ហើយថាជាផ្នែកមួយដែលទទួលបន្ទុកថែទាំអ្នកជំងឺដែលធ្ងន់ធ្ងរបាទអ្នកខ្លះអាចមានគ្រោះថ្នាក់ចរាចរណ៍បាក់ដៃបាក់ជើងប៉ះទង្គិចខួរក្បាលអីចឹងទៅអ្នកខ្លះទៀតក៏មានជំងឺរ៉ាំរ៉ៃពីដើមមកអ្នកខ្លះទៀតក៏មានបញ្ហាអីផ្សេងជាច្រើនទៀតដែលតាក់ទងជាមួយនឹងសរីរាង្គកាយរបស់យើងបាទបងអញ្ចឹងនៅក្នុងហ្នឹងគឺមានច្រើនអ្នកជំងឺខ្លាំងមែនទែនអញ្ចឹងយើងអាចនឹងនិយាយថាបែបមិនទេថាគាត់ថាចែករំលែកអីដែលខ្ញុំបានជួបផ្ទាល់បាទគ្រាន់សាច់រឿងទី1យើងអត់សូវខ្លាចទេយើងតែថាតែបងតែថាគាត់មកអត់ទេរឿងទី1ដែលអ៊ំប្រុសអ្នកបាទគាត់មកជាលក្ខណៈថាស្រស់ដូចមនុស្សទូទៅធម្មតាយើងអត់សូវមានចាប់អារម្មណ៍អីទេប៉ុន្តែអ្វីដែលចាប់សាច់រឿងទី2នេះគឺលឺសំឡេងតែអត់ឃើញទេបាទអញ្ចឹងវាធ្វើអារម្មណ៍របស់យើងវាកាន់តែភ័យអត់ភ័យមកកណ្ដាលយប់ម៉ោង1ម៉ោង2តែជាទូទៅពួកខ្ញុំធ្វើចិត្តបានដោយសារអីដោយសារតែអាចនឹងគិតថាវាស៊ាំបាទហើយអីដែលជាក់ស្ដែងមួយទៀតសំឡេងដូចគ្នានៅកន្លែងដែលខ្ញុំធ្វើការដូចគ្នានៅកន្លែងដែលខ្ញុំចុះស្តាដូចគ្នា
បាទម៉ោងសម្រាប់ដូចគ្នាម៉ោងសម្រាប់អីតែគាត់ថានៅក្នុងបន្ទប់ដែលយើងសម្រាប់ភាគច្រើនគឺអាចជាសាលប្រជុំឬក៏បន្ទប់សម្រាប់ផ្សេងៗអញ្ចឹងពេលដែលសិស្សច្រើនគឺយើងចូលទៅសម្រាប់នៅក្នុងបន្ទប់ជុំហ្នឹងហើយបាទសម្រាប់ជុំគ្នាមែនបាទជុំគ្នាអញ្ចឹងនៅក្នុងហ្នឹងមានទាំងប្រុសមានទាំងស្រីមានទាំងដុកទ័រមានទាំង nurse មានទាំងគ្រូពេទ្យដែលគាត់ប្រចាំការនៅហ្នឹងជាមួយនឹងសិស្ស star ដូចគ្នានៅនឹងច្រើនអញ្ចឹងនៅក្នុងបន្ទប់ថ្ងៃហ្នឹងប្រហែលជាគ្នាចូល8 9នាក់ហើយអញ្ចឹងគាត់ទៅរៀបអាអ៊ីដាក់ស្មើគ្នាដើម្បីសម្រាប់ព្រោះម៉ោង2ម៉ោង3ហើយខ្ញុំថ្ងៃហ្នឹងអត់បានយកប៉ាអ៊ីទៅទេហើយក៏អត់បានត្រៀមឲ្យដែររដងគេនៅក្នុងបន្ទប់ខាងមុខគឺមានក្រេសម្រាប់គ្រូពេទ្យដែលគាត់ជាពេទ្យប្រចាំការផ្ទាល់នៅហ្នឹងយើងអាចសម្រាប់បានតែដល់ពេលថ្ងៃហ្នឹងមានអ្នកមកជួយច្រើនមិនន័យថាសិស្សតាមកច្រើនហើយគ្រូពេទ្យក៏គាត់នៅនឹងច្រើនអញ្ចឹងអត់មានកន្លែងសម្រាប់ក៏ទៅបន្ទប់ប្រជុំខាងក្រោយទាំងនៅក្នុងបន្ទប់ប្រជុំខាងក្រោយហ្នឹងក៏មិនតែខ្ញុំតែឯងដែរមានគ្នាច្រើនណាស់តែយើងអត់មានកន្លែងគេងយើងក៏គេងនៅលើកន្លែងឡាបូលាងដៃហ្នឹងគឺវាប្រហែលជា1ម៉ែត្រកន្លះ1ម៉ែត្រជាងអីហ្នឹងមកគេងបានគេងបានមកខ្លួនបាទគេងបានមកខ្លួនអញ្ចឹងអស់កន្លែងនេះធ្វើមិនត្រូវតម្រេតខ្នងព្រោះយើងឈរយើងអង្គុយយើងជាបាល់អ្នកជំងឺវាច្រើនដែរវាតាំងពីម៉ោង5ល្ងាចមកអញ្ចឹងណាបាទអញ្ចឹងក៏រៀងអស់ខ្យល់ដែរក៏តម្រេតខ្លួននៅលើអាឡាបូហ្នឹងឯងនៅចិត្តកន្លែងឡាបូលាងដៃហ្នឹងបិទភ្នែកបានជាប្រហែលជា7-10នាទីអត់តន់ទាំងគេងស្កប់ផងមានការប្រកបតន្ត្រីមួយកាត់ឡើងអូលេងឈុតធំទាំងដែលពេលដែលខ្ញុំចូលហ្នឹងចូលអាពេលដែលមានការប្រកបតន្ត្រីហ្នឹងអាចប្រហែលជាខ្ញុំចូលនៅនឹងបានប្រហែលជា2ខែឬក៏2ខែជាងហ្នឹងចិត្តត្រូវផ្លាស់វេនហើយតែសារនៅហ្នឹងមកយើងត្រូវបដូរវេនគឺ3ខែយើងបដូរមន្ទីរពេទ្យម្ដងអូគេមាន schedule ត្រឹមត្រូវបាទមាន schedule បាទអញ្ចឹងមិនខ្ញុំថាប្រកបតន្ត្រីបានន័យថាឬគឺជ្រឿងសុបាយអឺងកងមនុស្សគ្នាច្រើនណានៅជាប់បន្ទប់គ្នាហ្នឹងយីទៅជ្រឿងសុបាយក្នុងមន្ទីរពេទ្យបាទទាំងតែជាក់ស្ដែងកន្លែងហ្នឹងគឺសាលខ្មោចសាលតែគេតម្កល់សពគឺនៅជាប់អញ្ចឹងគ្នាហ្នឹងហ្មងយ៉ាហើយអារម្មណ៍ពេលហ្នឹងយើងលេងសូវខ្លាចទេតែសិស្សប្អូនផ្សេងដែលគាត់នៅហ្នឹងគាត់ខ្លាចគាត់លឺគាត់កេះគ្នាល្ងើខ្ញុំក៏លឺគេថាអូលឺគេច្រៀងគេថាលឺគេច្រៀងទៀតហើយពិសេសស្រីហើយចុះស្តាជុំគ្នាហ្នឹងស្រីគេថាគេច្រៀងទៀតហើយក៏គាត់ត្រេកអោបគ្នាឡើងល្មួលពេញហ្នឹងឯងស្រីហើយខ្ញុំនៅលើហ្នឹងខ្ញុំមានអារម្មណ៍ថាហត់ណាស់អស់កម្លាំងខ្ញុំក៏ស្រែកថាបងប្អូនអើយឲ្យគ្នាសម្រាប់ខ្លះទៅខំជួយជាបាល់ហត់អស់កម្លាំងហើយឥឡូវបដូរវេនសុំសម្រាប់ខ្ញុំស្រែកតែប៉ុណ្្នឹងក៏ស្ងាត់បាទបងស្ងាត់ជ្រាបហើយព្រលឹមឡើងបងប្អូនសិស្សប្អូនទាំងអស់គ្នាហ្នឹងដែលនៅក្នុងបន្ទប់សម្រាប់ជុំគ្នាមួយបងហ្នឹងក៏គាត់ថាយប់មិញរត់សាហាវរត់ហ៊ានតវ៉ាមួយខ្មោចខ្ញុំអារម្មណ៍ខ្ញុំថាមានណាបងមានតវ៉ាណាគ្រាន់យើងនិយាយចោលយើងសុំគាត់ថាដោយសារតែយើងហត់ដែរយើងព្យាបាលអ្នកជំងឺម្នាក់អស់កម្លាំងហើយដល់ពេលគាត់មកប្រគំតន្ត្រីយើងស្ដាប់ទៀតយើងគេមិនលក់អត់បានហើយណាមួយគ្នាសិស្សប្អូនមកក្រោយគាត់អត់ដែរបានជួបរឿងបែបហ្នឹងទេអញ្ចឹងក៏យើងនិយាយប៉ុណ្ណឹងទៅក៏ស្ងាត់វិញទៅនឹងអីដែលខ្ញុំជួបនៅមន្ទីរពេទ្យមួយនៅអូខេបងហើយចាស្អែករឿងច្រើនណាស់ខ្ញុំឃើញខ្ញុំជួបតែគាត់ថាអាហ្នឹងជារូបភាពសម្លេងជាអីផ្សេងតែអាហ្នឹងដូចខ្ញុំនិយាយចឹងថាជារឿងអីដែលខ្ញុំបានជួបហើយខ្ញុំមកចែករំលែកតែប៉ុណ្្នឹងឯងហើយមួយវិញទៀតសម្រាប់ការជឿឬមិនជឿអាហ្នឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅក្នុងការ live របស់យើងតាមពិតទៅយើងប្រើការស្ដាប់យើងជឿដោយវិចារណញ្ញាណបងបាទខ្ញុំជឿថាបងប្អូនខ្លះក៏បានជួបដោយប្រយោលបងប្អូនខ្លះទៀតក៏មិនធ្លាប់ជួបបងប្អូនខ្លះទៀតក៏គិតថាខ្ញុំនិយាយទៅវាកុហកអីចឹងណាតែអ្វីដែលខ្ញុំនិយាយហ្នឹងគឺវាសុទ្ធសឹងតែជាការពិតដែលខ្ញុំបានធ្លាប់ជួបបាទបងបាទហើយតែពិតមានរឿងច្រើនទៀតយើងចែករំលែកទៀតបាទតែឥឡូវខ្ញុំចង់សួរទៅដំវិញថាបាទដំដែលជួបហេតុការណ៍បែបហ្នឹងសម្រាប់ខ្ញុំហេតុការណ៍របស់សលេងយើងជួបដែរបងតែបើរូបភាពហ្មងនៅស្រស់ដូចបងរឿងទី1របស់បងអញ្ចឹងវាអត់ដែរទេបងស្រស់តែបើសម្រាប់សលេងអីយើងជួបអូខេដែរហ្នឹងហើយទស្សនិកជនដែលកំពុងទស្សនាក៏
គាត់នឹងអាចត្រឡប់ទៅមើលអេពីសូតទី1របស់ដើមដែរ អេពីសូតទី1ជាភ្ញៀវកិត្តិយស ជាភ្ញៀវកិត្តិយសឥឡូវកាត់ MC វិញ MC អូខេខ្ញុំនៅតែ mention មួយតែសម្រាប់បងប្អូនទាំងអស់គ្នាសូមជឿដោយការណែនាំរបស់បងប្អូនទាំងអស់គ្នាហើយមួយវិញទៀតមួយរយៈនេះខ្ញុំឃើញដែរដូចផឹកមិញឬក៏ម្សិលមិញព័ត៌មានដែលបងប្រុសម្នាក់គាត់បានធ្វើវីដេអូតាក់ទងជាមួយនឹងនិយាយរឿងខ្មោចនៅកន្លែងនេះកន្លែងនោះទាំងតែមិនសិនចំអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ស្ថាប័នរបស់គេផ្សេងតាក់ទងជាមួយនឹងការរកស៊ីផ្សេងអញ្ចឹងបើសិនជាបងប្អូនដែលអាចនិយាយថាធ្វើវីដេអូនិយាយពីរឿងអីចឹងអាចនឹងសុំ keep privacy សម្រាប់ location របស់គាត់ផងហ្នឹងឯងបងហ្នឹងឯងជាក់ស្ដែងដូចយើងបានដឹងថាស៊ីមីរបស់យើងកំពុងតែទទួលបានភ្ញៀវទេសចរត្រឡប់មកវិញហើយមួយទៀតសេដ្ឋកិច្ចរបស់យើងកំពុងតែដើរវិញដូចគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនអ្នកដែលផលិតមាតិកាឬក៏អ្នកដែលនិយាយរឿងខ្មោចដូចយើងទាំងអស់គ្នាដែលកំពុងតែនិយាយនេះគឺព្យាយាមរក្សាជាមួយនឹង privacy សម្រាប់ទីតាំងផ្សេងៗដែលយើងបានជួបដូចនៅតាមផ្លូវតាមអីពេលខ្លះជាផ្លូវដែលជិះទៅធម្មតាដែលយើងគិតថាអសាមញ្ញធម្មតាប៉ុន្តែនៅកន្លែងហ្នឹងវាអាចនឹងមានហេតុការណ៍ផ្សេងកាត់ឡើងជាច្រើនដែលយើងអត់ដឹងអញ្ចឹងអ្នកខ្លះអាចជួបអ្នកខ្លះមិនអាចជួបប៉ុន្តែយើងមិនអាចនិយាយចឹងហើយធ្វើឲ្យអ្នកដែលមានជំនឿគឺគាត់ជឿហើយគាត់អត់ហ៊ានជិះផ្លូវហ្នឹងទេហ្នឹងហ្មងហ្នឹងហើយអញ្ចឹងវាបែបហ្នឹងអញ្ចឹងបើសិនជានៅសុកយើងទៅប្រាប់ថាផ្លូវមួយនេះយើងជួបអញ្ចឹងអ្នកដែលគាត់ជឿលើអបិយជំនឿខ្លាំងគឺគាត់អត់ហ៊ានជិះផ្លូវហ្នឹងហ្មងហ្នឹងហើយបងបាទជាក់ស្ដែងផ្លូវទៅផ្ទះគាត់ត្រឹមតែ5នាទីដល់ហើយគាត់ជិះវៀងរហូតដល់5នាទីឬ20នាទីអញ្ចឹងទី1ខាត់ពេលវេលាទី2អាចនឹងមានបញ្ហាផ្សេងដែលយើងមើលអត់ដឹងអញ្ចឹងហ្នឹងជាការសំណូមពរពីខ្ញុំទៅវិញអញ្ចឹងសង្ឃឹមថាបងប្អូនដែលជាអ្នកផលិតមាតិកាឬក៏និយាយពី topic រឿងខ្មោចឬក៏អាមនុស្សផ្សេងសង្ឃឹមថានឹងយកយល់ហើយទទួលយកអីដែលយើងធ្លាប់ជួបប៉ុន្តែកុំចែករំលែកអ្វីដែលយើងធ្លាប់ជួបអាហ្នឹងទៅនិយាយឲ្យកន្លែងទៅជារឿងហេតុផលដែលអាក្រក់បើឲ្យអ្នកដែលនៅជុំវិញខ្លួនរបស់យើងស្ដាប់ហើយគាត់អត់ហ៊ានទៅកន្លែងហ្នឹងទៀតហ្នឹងបងធ្វើអញ្ចឹងខូចប្រយោជន៍បាទយើងខូចប្រយោជន៍រួមបាទប្រយោជន៍រួមជាក់ស្ដែងដូចខ្ញុំនិយាយចឹងថាមន្ទីរពេទ្យអាចបណ្ដុះបណ្ដាលពេទ្យរាប់ពាន់អ្នករាប់ម៉ឺនអ្នកនៅក្នុងមួយឆ្នាំអញ្ចឹងក៏អាចជួយសង្គ្រោះមនុស្សរាប់ពាន់រាប់ម៉ឺនអ្នកនៅក្នុងមួយឆ្នាំបាទបងបាទហើយក៏ទទួលបានភាពសោកស្ដាយនៃការបាត់បង់អាយុជីវិតរបស់បងប្អូនអ្នកជំងឺក៏ច្រើនដែរអញ្ចឹងវាជា life cycle របស់យើងដែលយើងកើតចាស់ឈឺស្លាប់យើងកើតយើងធំយើងត្រូវរៀនយើងត្រូវទទួលយកបទពិសោធន៍អីផ្សេងពីអ្វីដែលយើងត្រូវទទួលអញ្ចឹងវាអាចជាពេលដែលពាក្យដែលយើងនិយាយចឹងទៅវាអាចជាអាវុធមុខពីរដែលធ្វើឲ្យកន្លែងមួយហ្នឹងដំណើរការឬមិនដំណើរការវាអាចមានវាធ្វើឲ្យខាត់បង់ធនធានខាត់បង់សេដ្ឋកិច្ចខាត់បង់អីច្រើនខ្លាំងមែនទែនវាមានទាំងគុណវិបត្តិនិងគុណសម្បត្តិបាទប៉ុន្តែបើសិនបងប្អូននិយាយសូមដូចនិយាយមួយសារទៀតថា common sense ទីតាំងជាក់លាក់បាទបងប្អូនធ្លាប់ជួបតែពិតខ្ញុំមានរឿងមួយរឿងពីររឿងទៅដែរតែចង់ឲ្យដំសម្រួលអារម្មណ៍ទៅលើសម្រាប់បងប្អូនទស្សនិកជនទាំងអស់គ្នាដែរថាតែពិតទៅស្ដាប់ខ្ញុំនិយាយច្រើនពេកអាចនឹងគិតថាខ្ញុំនិយាយរឿងច្រើនពេកអីចឹងទៅអាចនឹងខូចអញ្ចឹងណាអត់អីទេបងយើងនិយាយតទៅដោយសារភាគច្រើនប្រិយមិត្តរបស់ពួកយើងក៏គាត់ជួយចិត្តស្ដាប់អាចនឹងស្ដាប់ទៅគាត់លងគាត់អាចនឹងដែនដងតាមបងអញ្ចឹងណាបងអូខេខ្ញុំឃើញមានការ comment មួយចំនួនពីបងប្អូនដែលខ្ញុំបាន share ចេញទៅគាត់ថាគាត់ចង់ដឹងគាត់ស្ដាប់គេច្រើនហើយគាត់ចង់ដឹងពីខ្ញុំចេញទៅវិញដោយសារថាយើងពីអ្នកខេត្តសៀមរាបអីចឹងតែគាត់ថាអ្នកណាដែលគាត់អាចនឹងនិយាយថាគាត់អាសានឹងជួបអាចនឹងអាសាជួបច្រើនជាងខ្ញុំទៀតគាត់ថាបានដែរដូចចាក់ស្ដែងដូចបងដែលគាត់បូជាសពដូចតាអាចារ្យភ្លុកដូចអីផ្សេងពួកគាត់ច្រើនណាស់មិនមែនត្រឹមតែបាទមិនមែនត្រឹមតែខ្ញុំជាអ្នកខេត្តសៀមរាបទេសង្ឃថាអ្នកនៅជុំវិញប្រទេសកម្ពុជាឬក៏ទូទាំងពិភពលោកអ្នកដែលមានអាចនិយាយថាបើខ្មែរយើងតែនិយាយថាកញ្ចៅឃើញខ្មោចឬក៏ភ្នែកឆ្កែអញ្ចឹងណាបាទអាចនឹងឃើញពួកគាត់អីចឹងទៅបាទអញ្ចឹងបើសម្រាប់ពីខ្ញុំវិញខ្ញុំគ្រាន់តែចែករំលែកអ្វីដែលខ្ញុំបានជួបទេគាត់ថាអីដែលខ្ញុំជួបនេះគឺសុទ្ធសឹងតែជារឿងដែលខ្ញុំឃើញផ្ទាល់ហើយមួយវិញទៀតមិនប្រកាសថាអ្នកសៀមរាបសិតតអ្នកឃើញខ្មោចទេហ្នឹងមិនដែរអ្នកក៏ផ្សេងគ្នាហ្នឹងហើយឃើញខ្មោចឥឡូវខ្ញុំបន្តមករឿងទៀតដែលរឿងពិតដូចគ្នាបាទបងតែជាសម្លេងដូចគ្នាអូបន្ទាប់ពីខ្ញុំរៀនចប់
ខ្ញុំបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2017អញ្ចឹងខ្ញុំត្រឡប់មកស៊ីមីវិញពេលដែលខ្ញុំត្រឡប់មកស៊ីមីវិញខ្ញុំបានចូលធ្វើការនៅក្នុង clinic មួយកន្លែងហើយពេលដែលចូលធ្វើការហ្នឹងគឺរលូនធម្មតាតែចាប់ផ្ដើមពីយើងចាប់ probation យើងត្រូវការធ្វើការពេញម៉ោងហើយយើងត្រូវមានយាមយប់ដូចគ្នាបាទហើយការយាមយប់ហ្នឹងពេលធ្វើការនៅ clinic វាមិនសូវប្រហែលទេវាអត់សូវរបៀបថាសម្បូរអ្នកជំងឺចេញចូលពេលយប់ទេតែថ្ងៃហ្នឹងខ្ញុំអស់ខ្យល់ធ្វើការពីថ្ងៃរឿងហត់ហើយមកដល់ផ្ទះញ៉ាំបាយហើយក៏ត្រឡប់ទៅ clinic វិញអញ្ចឹងពេលដែលទៅដល់ភ្លាមអស់កម្លាំងណាគេងតាំងពីម៉ោង8យប់បងបាទ8ល្ងាចអញ្ចឹង3បាទហើយបងនៅខាងមុខខាង receptionist គាត់នៅធ្វើការធម្មតាហើយក៏បានប្រាប់ខ្ញុំមួយគាត់ដែរថាបងបើសិនជាមានអ្នកជំងឺចូលមកបងឯងជួយដាស់ខ្ញុំមុនផងព្រោះខ្ញុំអស់កម្លាំងអញ្ចឹងខ្ញុំសុំគេងបន្តិចសិនគាត់អត់បានដាស់យើងទេតែមានអ្នកផ្សេងគាត់មកដាស់យើងទាំងដែលជាក់ស្ដែងនៅពេលដែលខ្ញុំយាមហ្នឹងគឺមានដុកទ័រម្នាក់នឺសម្ហ្នឹងជាខ្ញុំហើយreception ម្នាក់នៅខាងមុខអញ្ចឹងប្រចាំការ3នាក់បាទ3នាក់ដោយសារតែ clinic យើងទូដែរអញ្ចឹងអត់ត្រូវការអ្នកប្រចាំការច្រើនទេបាទបងបាទពេលដែលខ្ញុំគេងកំពុងតែស្កប់ខ្លាំងមែនទែនហើយមិនសិនតិចខ្ញុំចូលចិត្តបើកតិចគេងតិចស្រួលអញ្ចឹងគេងស្រួលមិនសិនតិចខ្ញុំបើក16ហើយខ្ញុំឃ្លុំភួយបើកតិចតែឃ្លុំភួយបាទចូលចិត្តតិចហើយតែតិចគឺឃ្លុំភួយតិចបែបកក់ក្ដៅបាទតិចបែបកក់ក្ដៅហើយខ្ញុំគេងនៅក្នុងបន្ទប់ដែលខ្ញុំ stand by ហ្នឹងគឺខ្ញុំគេងតែឯងដូចគ្នាបង reception ក៏គាត់នៅខាងមុខដុកទ័រក៏គាត់នៅបន្ទប់របស់គាត់បាទមកស្ទុះរបៀបថាដូចគាត់ដឹងថាមានអ្នកជំងឺចូលមកអញ្ចឹងគាត់ទាញភួយខ្ញុំទឹកបាត់ហ្មងទាញភួយយកខ្ញុំទៅដល់ទ្វារអីខ្ញុំក៏គិតថាប្រហែលជាបងបញ្ញាហ្នឹងគាត់ទីសឹកនៅមកខ្ញុំគិតថាប្រហែលជាគាត់មកលេងអញ្ចឹងណាបាទខ្ញុំក៏ស្រែកថាបងមួយថ្ងៃលេងអីចឹងឯងខ្ញុំភ្ជាក់ឡើងកត្រាក់តែអត់លឺមាត់កឲ្យទៀតទេដោយសារតែទ្វារបន្ទប់របស់ខ្ញុំហ្នឹងវាបិទចិត្តប៉ុន្តែមានផ្លូវចូលមួយទៀតមានទ្វារមួយទៀតនៅខាងមុខនៅម្នេះថាបន្ទប់ហ្នឹងពីរជាប់គ្នាប៉ុន្តែមានទ្វារកណ្ដាលយើងធ្វើខណ្ឌយើងខណ្ឌតពាក់កណ្ដាលទៀតគឺយើងទុកផ្លូវដើរពីបន្ទប់មួយទៅបន្ទប់មួយបាទខ្ញុំក៏ស្រែកចឹងហើយណាមួយឃើញទ្វារខាងហ្នឹងចំហទៀតខ្ញុំគិតថាបងបញ្ញារត់លឿនណាដោយសារតែផ្លូវកន្លែងហ្នឹងវារៀងធំទលាយដែរវាអាចរត់2ជំហាន3ជំហានអីចេញទៅក្រៅទ្វារបាត់ចឹងទៅខ្ញុំគិតចឹងបន្ទាប់ពីនិយាយចឹងហើយក៏ឡើងមកលើក្រេវិញឡើងមកលើក្រេគេងវិញហើយយកភួយមកដណ្ដប់ដូចគ្នាតែគាត់ស្រែកហ្មងឯងដេកមែនអត់មើលជំងឺចូលទេខ្ញុំភ្ញាក់ទៀតខ្ញុំថាចំសលេងមិនមែនសលេងបងបញ្ញាខ្ញុំមិនដឹងថាសលេងណាគេពេលដែលខ្ញុំដើរចេញទៅគឺបងបញ្ញាគាត់អង្គុយនៅតុកំពុងតែសរសេរ receipt ខ្ញុំសួរថាបងមកឯងដើរស្រែកហៅខ្ញុំមែនគាត់ថាអត់ទេគាត់ឆ្លើយអត់ទេមួយខ្ញុំហើយគឺគាត់អត់និយាយអីជាមួយយើងហ្មងគាត់ថាខ្ញុំថាមិនសលេងមនុស្សប្រុសសលេងរឿងចាស់ហើយដើរចូលមកហៅខ្ញុំប្រាប់ថាឯងដេកមែនអត់មើលជំងឺទេហើយពេលដែលខ្ញុំដើរទៅប្រាប់គាត់អញ្ចឹងហើយគឺអ្នកជំងឺចូលមែនបានន័យថាគាត់ដឹងថាអ្នកជំងឺចូលមកអញ្ចឹងឲ្យយើងត្រៀមខ្លួន stand by ចាំទទួលអ្នកជំងឺបាទបងបាទហើយខ្ញុំក៏អត់បានគិតអីច្រើនដែរព្រលឹមឡើងពេលដែលរៀបចេញមកផ្ទះបងបញ្ញាគាត់បានប្រាប់ខ្ញុំថាសង្ស័យអ៊ំម្ចាស់ផ្ទះដោយសារតែប្រពន្ធគាត់នៅខាងក្រោយនៅតែឯងទេផ្ទះគាត់នៅខាងក្រោយផ្ទះclinic របស់យើងនៅខាងមុខហ្នឹងហើយប្តីគាត់ស្លាប់ហើយប្តីគាត់ស្លាប់យូរហើយបងបញ្ញាគាត់អាចនឹងជួបរឿងហ្នឹងដែរតែគាត់អត់និយាយអីមួយដោយសារគាត់ខ្លាចតែយើងខ្លាចបាទតោះស្អែកប្រាប់ស្អែកឡើងពេលព្រឹករៀបចេញមកហ្នឹងវាបដូរវិញគ្នាគាត់ប្រាប់ថាតែជាអ៊ំម្ចាស់ផ្ទះខ្ញុំថាហ្នឹងដឹងហ្មងសំឡេងចាស់ហើយរឿងធ្ងន់ណាស្រែកនឹងពេញតិចខ្ញុំហ្មងស្រែកថាឯងដេកមែនអត់មានមើលជំងឺទេហើយខ្ញុំនិយាយមួយគាត់ចឹងហើយខ្ញុំគាត់ថាមានអីទេបងចង្កាគាត់ខ្លាចជាងគេងជ្រុលចឹងទៅអត់បានមើលជំងឺអញ្ចឹងណាគាត់អ្នកនៅមើលថែកន្លែងហ្នឹងគាត់ដឹងថាអ្នកណាចេញចូលអីចឹងទៅហ្នឹងហ្មងអញ្ចឹងក៏ដឹងរឿងមុនយើងណាបាទអញ្ចឹងទៅគាត់ជួយដាស់យើងកុំឲ្យយើងគេងជ្រុលអីចឹងទៅបាទខ្លាចយើងគេងលងប៉ុន្តែមួយរឿងដែលខ្ញុំសួរគាត់ទៀតខ្ញុំសួរថាបងឯងទៅទាញភួយខ្ញុំមែនគាត់ថាអត់ទេបងអត់ដឹងទេអញ្ចឹងខ្ញុំគាត់ថាអូប្រហែលជាអ៊ំហើយអញ្ចឹងក៏អត់បាននិយាយអីច្រើនទេហើយមនុស្សខ្ញុំអាចនិយាយថារឿងអត់ទុកអត់ទៀនហ្នឹងខ្ញុំអត់សូវទេ
nhưng mà xây chùm lộ có chơi phật tay và sân chỉ hai ca em xem nhưng ai đang vậy đầy một tật tê nhưng phải thắng con trai passport ấy rồi có từ con lại ná người ta thằng tay ở pay to mỗi con trai đăng tê về class từng vợ class ca nghe class thua tới nhưng ắt đăng khuôn dân khó tê chẳng có ban vậy chẳng tới có thưa ca ơi rồi lúa nó đang như phanh hai thì bây giờ nhưng thức ban mà dạng này nó cần trong chụp bạn bằng bạn trong chụp nó mình sang là con tê nhưng chụp để sang thì nhóm ca nghe bao nhiêu thằng cày đôi chỉ là Metallica hay từ thư âm si thư FCC nhưng từ chẳng dân ai có rồi trong một ban cho ra trên được lại người nâng chẳng tới rồi cho skip được lại ca nghe người nâng hay tăng bị đường máu cái nhóm chụp tất cả nó clean nên tới hay còn chụp mình chụp tất cả nó clean nên cái dân skip trong điện pet bao dân chào trong dân ai vừa FCC chân từ dân rồi trong điện thmấy 10 tiền mình trong điện mấy à ai chỉ gì tha ai tha chia một bộ bao nhiêu chân từ năng ấy hay riêng bao nhiêu bây giờ chọn là miền chọn tiệt có thể lấy súng nhắm tân từ sáng chẳng pray mặt dân từ ở đây bà về ní bọn còn vậy mấy đã đến tìm án bóng bao tì bấy đó riêng tì buồn riêng tì buồn nó song tại chia riêng tì pi tì bấy tì buồn nó song tại chia xử lý nhỉ bà xử lý hay kia đây là con chụp toán nơi về để con cho tất cả một sập xá cả đôi chia về để con chụp xá đến năng trên chụp cả này thấy riêng sao tôi này không tì pet tao vất đấy vậy chân nhưng mình vậy bảo để nó đi đài có phong tục sản thế thà pe class dân chuyên dân thời tập pe thôi hay dân cùng cách ấy chọn pe class rồi mà dân kịch trán cái tay nó sờ mày nó khơi năng bóng chân rút phim mà chỉ nói là dân kịch nó không có ba bao dương biết thua ấy dân khơi những cái đài bà những chơi ta sờ mày hay pe class anh những cây shop thang ô những chơi hình trong đôi cả bất ấy chân tới pe class dân chuyên dân từ tua do ấy là chỉ cả bất nhưng pe class ai cũng sắp nhóm thấy của bọn trao cả ban anh nhìn tha còn chỉ can vậy cả họ bao nhôm ấy chân từ chân công bà sân chỉ đạp hơi chưa khăng pet anh thua ai mở máy em xem khăng chân từ bây giờ mua bên tiết nhưng mà phải chạy tại đà tha nắng chưa được ai để nhóm chuột thì mình phải cắt tha nè để thôi ca nằm tìm pet rồi nè chồng tìm pet đó còn chuột riêng ai để nhóm bạn chuột nắng tiền mình chẳng anh vậy tha dương miên cái giải được khơi dương này chạy này cho dân từ chẳng việc ai đừng thôi ta biết là ai lấy đôi anh chạy tha chỉ phép xa manh bao dương mùi dân còn ta tăng vì nhóm chụp mà đường trong coi là chỉ đường thông khăn tiền xong làm chụp bao nhóm chụp khơi ấy đó mà đó ngay nhóm chụp khơi ấy ở đây khơi ấy đấy dương bắt cái giải năng lượng bọn cái lô bị khmei dương đó là dụ muối để về thằng bắt bị bắt á bọn nên ngày anh thằng chẳng bán ta là riêng mà riêng tiện nó nhưng mà chẳng chỉ nhờ làm thằng tiền gì tới riêng và hào đồng nhóm thắng bạn ta khỏi tha nhưng để sao tao việc bẹ con cho mùi đằng phụ bạn bao nhiêu mà nè chẳng tới bọn vậy thấy ba phà lắm ở đấy thế bọn nhưng anh đừng xem mà riêng tiết bạn tẹ tôn cho mùi đằng ca prap đái tay dân ọt đạp đẹp đứa cái mẹ đứa cho vào tham mau bia dương bật bằng smart bay bao dương nhưng ban từ chút liên cho mùi năng bật phép bao nhôm đại quạt chia cả bên cứu còn mà đá cả bên cứu bây giờ cái thưa làm nào từ hạt mùi được cây tên len như bánh cái miếng cái lạnh sập đạp cái bên cứu cây nên nó sập đạp cái bên cứu đại mình men chia nhẹ sạch nơi nơi Phnom Penh chẳng tới cái miếng lạnh sập đạp sạch này bà bây đại quạt len nó xin biết cái miếng ở tay mùi sập đạp ơi bà đây có chia lại nạp tè là với anh chân tới cái trụ lại cách sầm đầm ao cho bên crew về để còn cho mà lên nó xin biết còn bàn là kỳ nhớ đó bà ấy là nghĩ nắng có min hạ thì chung kia để xa ta khan chung kia du phóng hay giờ bộ quạt mà dạng muốn nó cứ quạt thà muốn covid á quạt thà cho nên khang mình đây chân cầm lon đang chua bà chân nghĩa cái đấy nghĩa Việt Nam nghĩa chân nghĩa Japan này dân tây dân ở đó mỗi dân ở cái tham dân trong ban dân trong được đập mơ phụ có tham về để có thọ năng viên ở đó mình đây hay họ cho ra chẳng hot art mua tiết ở đó bao dân tới nó chân trong khai chỉ gặp bên crew này chẳng như chủng miếng cho ra thế đó để sai là khi gặp bên crew cứ quạt tay luôn mau sẵn ha clean mau mỏng hay về đại họ mà đón nhà làm tha khi quạt thọt thôi nó lôi mốt lôi mệt mỏng đấy về đã tới nó cứ
xe experience em xem còn vậy hot còn từ ni từ nu chân tới pe đại dân tới nó lên là mà ngày pin ngay dân tới đang thử ấy còn đa lên từ ni từ nu hay phải anh rút phim mouse art đấy chẳng biết thuốc đó bao nhiêu chứ trong ca chỉ có bên crew này đây chắp đa pe phạt thì nó dương vậy lên dương chuyên dương cả lộc kia sờ bài chân tiền ngày nắng pe đã phát nhóm khơi mình được mà nè chỉ mình được sợi tay chỉ sầm màu này nơi về rạng đa cả một buổi dân chụp liên nơi về rạng đa nó dân miền tộc ở trong từ khi dân bồng bông bảy nhẹ nên nặng tao cây sắt xa có bên kêu là ở tại nhà mình là về trắng về là phạt thì nó cứ nhom phẹp bộ có thẳng nhom khơi mà nè nơi quay nơi lơ về rạng đá nó mày cọ khi dân mày mày bạn mà chưaรู้mày năng ngày hay bộ cốt tao lọc vào bên tham miền má khi dân tầm vấn năng ta nhóm nơi có chạy tiết ngày tháng rồi mà nè sau đây à bộ có ta sau đây tập pin đã đừng quên là ngày miền tây na tiệt nhóm có skip tờ phạt tiệt tờ nhưng cái thằng ở chuẩn ca dân vẫn tới dân pro này ở chẳng á nhóm có to phạt bộ có ta bằng số bằng hái mặt tê và tốt nơi tầm này cây nặng hơi cây trung niên là ngày với số bằng hai ba mà tốt của bà nói dương nhóm cái đường số vấn còn năng ngày nhóm mẹ làm tha pe để nhóm số bằng nó cứ nhóm cho cây hai nhóm cho cây nó không tốt năng hai hết trang đại chạy sải phụ mạng nhóm đại cột cặp bông phật trung thế nó còn có thang nhóm cho cây hai bạn bỏ tái chạy đón ấy đang thằng viêm mến chỉ chạy đón nó bây giờ làm bao nhiêu này giờ control làm ắt bát không mà nhóm ắt bát luôn ai đấy nhóm đa trên bị không tốt đa mà dùng mặt tù thấy sau này sắp có quạt ban gì mà nhóm tiết có thể bỏ anh tán bỏ anh số bằng hơi ấy xong sắp có ban gì mà nhóm này còn vậy á hay có thể bỏ anh chơi một nhóm chân nhưng mà ban chơi một con mền bà bỏ tranh mà tô máu đua mà tô mà tranh pot bị lấy nó phải hai chia tha pi roi mát á ý ở ngày thế bóng nếu mà đi khơi đua mà tô ở một mình hiên hay cái nước đơn luôn thằng mấy bạn mà tô mà ngay nó lại đi xài cho nó hay cột rò muối bày mình chỉ hết tục một giờ thấy bạn mà tô đọt tè bạn tô đọt té tại đó sai hai máu mà khơi chim sổ luôn quạt cái nòng tập bền sai lớn một mình chỉ hiến bày mót bày chưa ngay chân từ thấy nè này nói chung cầm thi dục mình nó cứ cái chạm mà xu gục như tha để thấy mạch bạn tới cài thử trang này nhóm chặt đánh nhưng mà thật luôn nhóm tới cài thì bà chẳng bên đây thà bón tới cài bây đại bón trên thì vô mà tôi nắng cứ bón ở đằng luôn tì năng ngày nhóm đăng luôn này ấy nhóm cái tha nhóm ăn bát tô ấy xin thế nhưng mà tôi luôn ấy thành nhóm phật trần bị nhưng cái tha mà vì nhóm phật trần hay là làm bao nhiêu dương dân control bán hay làm một tí dân cái tha dân trời tật tè bà chẳng nhóm cái bát tô nên lượng với nhóm ăn bát tô từ ở ấy để nhóm ăn khơi rồi có ấy chẳng tiền nắng dân mà mở bọn anh mà mở năng ngày anh bạn đang còn ta có tha ấy đại dân cặp bông tờ chụp liếng nó cái dân khơi phụ quát thấy về lá tiết mà dân cật mà riêng tiết dân cật tha có ở trang ở dây cây nên đấy cật vô này chẳng có cọt nom dân tranh vì nắng tây tây chẳng cái này ngày anh ấy để dân cật bài bây chụp như bài ở bên chụp này chẳng tây bàn tay nhưng cật bên chụp trần chiếc này sang tay nhưng cật tha nhưng số bẩn bạn chẳng chỉ xa đạt tiền đá về tha số bẩn hay cây ná cái cây nắng tây ấy bây giờ tại tôn chỉ muốn nó phát bao nhiêu bài về mình tại dương tên nè để chung mình luôn bao nhiêu nè thua đồng nào nên được play bạn bóng chẳng bà sân chỉ biến há cứ khôi là bỏ trừ luôn ấy dương cà phê và đi tiệt chẳng năng ấy bạn bóng chẳng năng ấy để dùng chua chỉ được tiếp theo ok bóng ok tạm bắt tới tăng khơi của mình ôn thích thà nhưng lại còn mình chọn ắt thế xong đáp đó nhưng chưa tha bà chị ai rằng riêng salon của nhóm ta riêng xua thà riêng năng khai ắt khai vậy thật bạn mình tham mình khai sát thế bông khai có tha via chỉ ấy để giờ ban chua hay đam cả lọc chua hay nè là bông toast bị chọn cả anh lọc chua vậy chẳng nè via mà chả mà nè hay đặc là có đai ban chua vẫn còn ai trong đơn tha năng việc bài năng viêm mấy em mấy còn chân đôi mà riêng trong khỏi bao nhóm nắng nhóm nơi mình pi ở trong đó đại nhóm kịch thì mỗi chứ mà bị nhóm sự vấn mỗi tiết cứ bây trong nửa để đại con ắt chẳng ngày dương kê nên là cái chân tiền bóng
Lỡ sống check cái mảnh tại là bon bà chị tức là cái chân ok cái được không mình bên xe với Tiger via company ok tao bắt tới bên vậy mình xin đã tha riêng ở bây giờ nữa bây giờ nhạc ta chuột sao mà chuột bạn bằng bạn nắng dương chưa đại pra vì chả nãy nhiến dương cái tới khi xong ở rừng sắm sạch lơ bong ôn dương để có kịch nâng này bây cảm thấy bao dương bây mình chia thầy tình vậy thôi mới dương người pruy ở class vậy chứ nó có thằng năng dương chạy đồng lấy bao sau cho người năng vậy để dương hai thằng chị ru bạn bằng bạn là chị bây giờ nữa trong tay từ lưng niệm nè tam bất nhưng chưa tha mình dân thua tờ lộ rồi chả thưa bon trơn thưa bản thưa bon tana ngay trong tờ ắt ban sầm lạp sắt rồi có FCC như rồi có vậy tất thưa lỗ bà dân phơi lỗ dân năng tụi ban phá lỗ mà mìnhบอกnăng này đây mùi tiết vì miền Richard là nhóm trong chạy này đã có tha lấy ai thằng dạy đi chơi chứ thôi nhưng anh vừa ai bao nhiêu phải là anh đằng xăm chẳng á đấy nhưng mà làm chuyện mà đợt ấy mà sắm phí âm xí á luôn ai là chị âm xí lực tìm mối hay mà sắm phí âm xí người ta này định mà chết nè âm xí đó vậy bây giờ âm xí đó vậy cho đàn bây giờ tôi chia như cái gì đó có bỏ slide bàn bỏ không bài dừng âm xí ở đây chị tôi tới là ngay dân tới thời riêng dân tới chua bạt bóng cái ca nghĩa trở nên tiệt nhóm comment chị âm xí professional anh Hana đã có thay dân chỉ riêng sắc xa spanh vô bị search bong bị thi con là tam bản là san đi tu hay xem xem chẳng tới hay dân vô má cái lạnh nan thì dân phát khác dân cai đồng rồi chẳng tới đây rồi ngàyนี้comment chị âm xí đã perfect rồi có miền tây xa cho anh tiền chẳng có thay dân nơi local bao nhiêu dân anh là miền bong ôn bao nhiêu còn support ấy chẳng tới chẳng về khác chỉ trong hiện tập bốn dân anh là riêng pay anh là ở sơ miền biển giấy ở sơ miền biển là bài tập to được cái xuôi chứ nữa anh có thà năng vị trí chụp hình tập bốn bao nhiêu nhưng tay để chụp bạc năng chẳng những ai điều lập luôn ai về đài từ một tiết bà dừng miền đầm nào dừng step by step á dừng miền nào từng tiết bà ở lớn chết thế bọc xong bọc đạn mùi tiết quá tay đại khăm á bọc đạn vào khăm á ok ở lại nhung nâng dậy riêng mùi đài nhung kẹp tha việc bạc đo làm nhung đấy nó bơ ở đây bằng ở bà sân chỉ được nó passport đó ở đấy dân chạy lấy bàn tại sao thầm tại tôn cho mình ca phương đồng nào đây bà hai chị ai nhung click làm bà đấy bà chị ai tôn people đọc cùng bao đọc vậy ấy đó bà chị phân năng nhưng bắt bằng mật phẹn riêng vì chưa lành này tiền đại ca nắng vây cặp bông pin sờ bãi vây cặp bông pin đa lính năng này đà lên hay taxi ấy chân tay hay vây cặp bông chim riêu bà mình thằng chim riêu bên năng cọt chặt tôm đá hay mình thằng chim riêu hay gọi tha cọt praka bảo đảm vì cọt bảo đảm cây chăn pe để chơi mình bạt bóng cọt tranh pi cái lại hàng bạc cọt thường nào mà tam lấy cọt chung phụ mạng mình nè tẹt thấy quạt cho ban bạc cho mũi lan đại sả đảo cứ lưu việc pra sai sả đảo quên pe bên này tha lan mũi là spin hay pe giúp nhưng mà khanh sai nè bạn bóng bạn lan mũi là spin lan mũi chất trôi phật lời bạc chẳng mình lan pi sả đảo khăn gì bà lan pi sả đảo bạn chẳng trôi phật lời bạc nắng pe đại cọt chỉ vào nó cứ cọt khanh sai năng tề pe đại lan khảm mốc đại tới một tiết cứ việc pra cầm láng chắc sai nó việc lan flow lan rồi chẳng cọt chỉ vào riêng lướn cọt tẹt đúa cọt cho nó nhưng chưa tha bong ôn mà chừng muốn cả ai nâng pra bị thi sai năng đấy ở khách bạn xong tố vô xong tố mình sai mùi được xài cát dừng chứng hết đạn bẹ xong tổ cho nó anh đừng vì thật trend này chứ á bạt bóng bà chẳng vô sao mà tôi nó vô một bẹ đã còn miền Bắc hai cruise nó cứ sao mà tôi đọt được tròn cò mà hay cốt cò
បាត់បង់អាយុជីវិតនៅកន្លែងហ្នឹងដែរបាទជំរឿងនេះខ្ញុំដូចធ្លាប់ឮបងហើយពេលដែលគាត់ខូចវាចំថ្ងៃចូលឆ្នាំចិនអញ្ចឹងគាត់ខូចប្រហែលជាខ្ទង់ម៉ោង2ម៉ោង3ភ្លឺហ្នឹងហើយថ្ងៃឡើងម៉ោង2ក៏បូជាសពរបស់គាត់អញ្ចឹងអត់បានធ្វើបុណ្យច្រើនទេដោយសារតែវាចាំថ្ងៃចូលឆ្នាំចិនផងហើយណាមួយអាចនឹងមានដំណំ1 2 3 4ដែលយើងអត់ដឹងអញ្ចឹងណាអញ្ចឹងក៏បូជាសពគាត់ភ្លាមថ្ងៃហ្នឹងឡងបានប្រហែលជា4 5ថ្ងៃខ្ញុំភ្លេចខ្លួនហើយផ្លូវទៅផ្ទះខ្ញុំក៏ជិះតាមផ្លូវហ្នឹងក៏បានជិះផ្លូវផ្សេងក៏បានបាទបងហើយខ្ញុំក៏នៅឃើញថាជិះវាងតាមផ្លូវហ្នឹងទៅហើយវាតិចដែរម៉ោងមិនទាន់ជាយប់ប៉ុន្មានទេម៉ោងអាចថាល្បាក់ក្នុងម៉ោង12ខ្ញុំជិះកាត់ផ្លូវហ្នឹងជិះកាត់កន្លែងដែលគាត់ខូច12យប់មែនបងបាទអី12យប់អត់ធ្វើយប់ទៀតបងតែចំនួនហ្នឹងមានមនុស្សច្រើនសេដ្ឋកិច្ចយើងបាទខេត្តដើរច្រើនអញ្ចឹងទៅមានជាទេសចរមានអីអញ្ចឹងទៅហើយផ្លូវហ្នឹងក៏មិនមែនថាខ្ញុំជិះតែឯងដែរមានមនុស្សចេញចូលអីអញ្ចឹងទៅជិះច្រើននៅលើផ្លូវហើយបើសិនផ្លូវតែឯងក៏បើវាស្ងាត់ក៏អាហ្នឹងយើងគិតរឿងមួយផ្សេងតែបាទមានមនុស្សច្រើនជិះដែរអញ្ចឹងយើងក៏អត់បានគិតអីច្រើនដែរខ្ញុំក៏ជិះផ្លូវហ្នឹងជិះកាត់ផ្លូវហ្នឹងខ្ញុំមានអារម្មណ៍ថាម៉ូតូខ្ញុំធ្ងន់តែជាក់ស្ដែងខ្ញុំជិះម៉ូតូតែឯងទេបាទបងខ្ញុំជិះដល់ផ្ទះខ្ញុំមានអារម្មណ៍អត់ស្រួលទេខ្ញុំចុះពីលើម៉ូតូខ្ញុំឃើញគាត់នៅអង្គុយក្រោយខ្ញុំហើយខ្ញុំទុកម៉ូតូចោលនៅមុខផ្ទះខ្ញុំចាក់សោចូលផ្ទះខ្ញុំទុកម៉ូតូនៅមុខផ្ទះម៉ាក់ខ្ញុំគាត់បើកទ្វារចេញមកគាត់ស្រែកសួរហើយមិនយកម៉ូតូចូលផ្ទះខ្ញុំភ័យខ្ញុំយំគាត់ថាអូអានេះទៅផឹកកាត់ខ្យល់ហើយយំសេកសាអីចឹងទៅគាត់ចាប់ខ្ញុំកោសខ្យល់ហើយម៉ូតូនៅមុខផ្ទះហ្នឹងហើយប៉ាខ្ញុំគាត់ចុះមកគាត់បដាម៉ូតូចូលផ្ទះដល់ពេលគាត់ថាគាត់ស្ដីខ្ញុំម៉ាក់គាត់ស្ដីឲ្យគាត់ថាឯងដើរផឹកអញ្ចឹងចុះអញ្ចឹងទៅបាទមកដល់ពិបាកគាត់ហើយក្រកោសខ្យល់ប៉ុណ្ណឹងយំដូចកូនក្មេងតែខ្ញុំនិយាយអត់ចេញខ្ញុំចង់ប្រាប់គាត់ថាត្រង់តែខ្ញុំនិយាយចេញហ្នឹងវាយូរដែរកោសខ្យល់ចង់ហើយខ្នងមកខ្នងហ្នឹងហើយម៉ាក់ខ្ញុំគាត់នៅស្រែកគាត់នៅនិយាយល្ងើជេរឯងផឹកស៊ីអញ្ចឹងចុះហើយឥឡូវដល់ផ្ទះពិបាកកោសខ្យល់យំដូចកូនក្មេងអញ្ចឹងទៅខ្ញុំនៅសឹកហ្នឹងហើយត្រង់តែនិយាយចេញខ្ញុំប្រាប់អាលីវាជូនខ្ញុំមកបងម៉ាក់ខ្ញុំឈ្មោះលីម៉ាក់ថាបើវាជូនមកមិនហៅវាចូលផ្ទះខ្ញុំថាវាចូលអត់បានទេវាបានត្រឹមមុខផ្ទះហ្នឹងឯងហើយដល់ពេលអារូបភាពដែលខ្ញុំឃើញចុងក្រោយហ្នឹងគឺដូចសភាពគាត់ដែលគាត់បានស្លាប់ខូចហ្នឹងទៅតែចាក់ស្ដែងដំបូងដែលខ្ញុំឃើញហ្នឹងគឺធម្មតាដែលគាត់អង្គុយពីក្រោយខ្ញុំហ្នឹងគឺធម្មតាពេលដែលខ្ញុំឃើញចុងក្រោយគាត់នៅក្រៅទ្វារហ្នឹងគឺសភាពគាត់សាច់ឈាមនៅលើឈាមដល់ពេលម៉ាក់គាត់អត់អស់ចិត្តទៀតគាត់ដើរទៅមើលគាត់ថាអាលីណាមិនឃើញវាទៅផ្ទះបាត់ឲ្យដឹងគាត់ដើរចូលមកវិញខ្ញុំថាម៉ាក់អាលីខូចហើយមួយថ្ងៃមុនថ្ងៃចូលឆ្នាំចិនហ្នឹងបានគាត់ថាអញតែខំរមមើលអត់ឃើញមានណាអត់មានណាអញ្ចឹងមកគាត់អត់ឲ្យដេកនៅក្រោមផ្ទះហ្នឹងទេអត់ឲ្យដេកនៅចក្រានបាយហ្នឹងទេឡើងទៅលើទៅហើយគាត់សូត្រធម៌សូត្រអីចឹងទៅស្អែកឡើងក៏គាត់នាំទៅរោលោកស្រោចទឹកស្រោចអីចឹងទៅថាតែជាក់ស្ដែងអ្វីដែលខ្ញុំគិតត្រឡប់មកវិញគឺគាត់បារម្ភយើងបាទយើងជិះយកហើយតាមពិតជាក់ស្ដែងស្វឹងមិនស្វឹងណាទេខ្ញុំផឹកអស់មកកំប៉ុងពីកំប៉ុងថ្ងៃហ្នឹងបាទដោយសារតែវាឡងចូលឆ្នាំចិនដែរយើងវាអស់កំសួលហើយអញ្ចឹងចង់ចេញជ្រៀលសบายតែគាត់ថាហេតុការណ៍ដែលយើងជួបហ្នឹងគឺខ្ញុំគិតថាគាត់បារម្ភពីយើងដែលយើងជិះផ្លូវហ្នឹងទៅហើយណាមួយបើយើងគិតខ្មែរយើងមានជំនឿមួយទៀតថាសពនៅស្លាប់គេហៅនៅខាងក្រៅអញ្ចឹងគេហៅតៃហោងហ្នឹងហើយអញនិយាយចឹងគាត់ថាបានដែរហើយគាត់អត់តន់មានគាត់អត់ដឹងថាខ្លួនគាត់នៅតាណាគាត់ត្រូវជួបអ្នកណាគាត់ត្រូវទៅផ្ទះគាត់មិនអីមិនអញ្ចឹងណាហ្នឹងបងអញ្ចឹងគាត់ឃើញយើងគាត់ស្គាល់យើងគាត់ជូនយើងអញ្ចឹងទៅអីអញ្ចឹងទៅប៉ុន្តែគាត់ថាវាជាការខ្ញុំគិតថាវាជាការបារម្ភរបស់គាត់ដែលគាត់ខ្លាចពីសុខភាពរបស់ខ្ញុំដែលខ្ញុំជិះចេញមកអញ្ចឹងទៅហើយគាត់ក៏អត់បានធ្វើអីយើងដែរគាត់ខ្ញុំគិតថាគាត់ជូនយើងមកផ្ទះហើយគាត់លាវែងជាលើកចុងហ្នឹងហើយអាចនឹងថាគាត់លាយើងជាលើកចុងក្រោយដែលយើងបានជួបគ្នាអញ្ចឹងទៅហ្នឹងបងហើយអីដែលខ្ញុំប៉ះអារម្មណ៍ខ្លាំងហ្នឹងគឺខ្ញុំឃើញសភាពមួយដែលគាត់ឈរនៅមុខផ្ទះហើយគាត់
ឈាមស្រោចខ្លួនខ្ញុំមានអារម្មណ៍ថាអូវា អាណាធម៌បងមិនធាក់គ្នា តែឥឡូវហ្នឹងខ្ញុំគិតថាគាត់បានទៅដល់សុគតិភពហើយអាចគាត់កាត់ថ្មីកាត់ជាមនុស្សដែលក្នុងគ្រួសារតកូលល្អក្នុងពោះដែលសារតគាត់ល្អមែនតើគាត់ចូលចិត្តលេងបាល់បោះដែរ បាទបងបាទ ហើយគាត់ធ្វើទៅល្អគាត់អត់ដែរបានទៅអំពីអ្នកណាមិននិយាយទៅមនុស្ស slow ហើយគាត់មានការរាប់អានល្អជាមួយមនុស្សជាមួយខ្លួនអញ្ចឹងណា បាទបងបាទ អញ្ចឹងទៅខ្ញុំគិតថាហ្នឹងហើយគាត់ឡងមកប្រហែលឆ្នាំនេះសង្ស័យឥឡូវគាត់អាចនឹងកើតជាក្មួយរបស់យើងអញ្ចឹងហើយគាត់អាចនឹងទៅរៀនគាត់អាចមានជីវិតល្អភាសាដែលរងរឿងអីចឹងទៅណាមួយវាឡងច្រើនឆ្នាំដែរហើយច្រើនតាំងពីម៉ានមកថា2017ហ្នឹងហើយប្រហែលជាអាចប៉ុណ្ណឹងចូលមកដល់ឥឡូវខ្ទង់10ឆ្នាំជាងហ្នឹងមកយ៉ាវាក្បែរហ្នឹងហ្នឹងជារឿងដែលខ្ញុំនិយាយថាយើងរៀនប៉ះអារម្មណ៍របស់ខ្ញុំដែរគាត់ថាវាបាត់បង់នេះដែរចិត្តស្និទ្ធអញ្ចឹងណាបាទហើយតាំងពីខ្ញុំជួបហេតុការណ៍ហ្នឹងហើយមកគឺខ្ញុំអត់ដែរបានឃើញហេតុការណ៍ផ្សេងៗទៀតទេអញ្ចឹងគឺលេងឃើញលេងអីអញ្ចឹងណាហើយដូចដល់និយាយថានឹងជាហេតុការណ៍ចុងក្រោយដែលបងជួបអីចឹងយ៉ាហ្នឹងហើយយើងដល់អាយុមួយយើងលេងឃើញលេងអីចឹងបាទប៉ុន្តែបើសិនអាយុសពមានគេមកប្រាប់នេះប្រាប់នោះអាហ្នឹងនៅមានតែថាឃើញក្នុងសភាពដែលយើងឃើញផ្ទាល់ reality វាអត់មានអីទេហ្នឹងបងហ្នឹងហើយហ្នឹងហើយគាត់ថាហ្នឹងវាពាក់ព័ន្ធជាមួយនឹងសុខភាពដែលយើងនៅលើដងផ្លូវណាអញ្ចឹងគាត់ថាបើសិនជាយើងធ្វើដំណើរបើសិនជាយើងប្រើប្រាស់គ្រឿងសម្ភឹងយើងបាទជាសម្របខ្លួនឯងធ្វើម៉េចឲ្យ control ខ្លួនឯងបានហើយយើងធ្វើដំណើរហ្នឹងហើយយើងធ្វើដំណើរដោយប្រយ័ត្នច្រើនហើយបើសិនជាសវឹងខ្លាំងហើយដូចខ្ញុំនិយាយចឹងថាសវឹងហើយផ្ទះពុកម៉ាក់ក៏ទិញសិនទៅចាំស្អែកចាំយើងគិតទៀតថាត្រូវទៅផ្ទះវិញធ្វើការធ្វើអីរបស់យើងបន្តសិនទៅហ្នឹងបងប៉ុន្តែបើយល់បល់ល្អកុំពិសាគ្រឿងសវឹងតែបើពិសាគ្រឿងសវឹងសូមកុំបើកបរបាទអញ្ចឹងពិសាដោយទំនួលខុសត្រូវហើយហ្នឹងហ្នឹងហើយមានអីទេមានតែប៉ុណ្្នឹងហើយសម្រាប់ថាសម្រាប់បងប្អូនដែលកំពុងស្ដាប់អាចនិយាយថាវាអាចនឹងជឿឬមិនជឿអញ្ចឹងបាទបងបាទចាក់ស្ដែងសិតតែជារឿងដែលខ្ញុំបានជួបផ្ទាល់ហើយក្នុងឆាកជីវិតរបស់ខ្ញុំអាចនិយាយថាអត់ដែរខ្លាចខ្លាំងដែលថ្នាក់ថាឈឺឃើញហើយឈឺឃើញអីអញ្ចឹងគាត់ថាដូចខ្ញុំនិយាយមួយសារមិនសិនទៀតថាយើងអត់ដែរបំពេញគាត់ទេពេលខ្លះអ្នកដែលមកចូលនៅក្នុងកសែតភ្នែករបស់យើងដែលធ្វើឲ្យយើងឃើញហ្នឹងអាចនឹងពួកគាត់ពេលខ្លះគាត់បារម្ភពេលខ្លះគាត់ទៅវិជានិស័យបងបាទគាត់អាចនឹងបង្ហាញថាពេលខ្លះអាចនឹងបង្ហាញឲ្យឃើញតិចតួចតែជាលក្ខណៈមួយថាវាមិនមែនឲ្យយើងខ្លាចដូចក្នុងរឿងខ្មោចចេញមកលងបាទបងហ្នឹងក្នុងសភាពអាក្រក់អីអត់ទេខ្ញុំមិនអាចជួបបែបហ្នឹងទេហើយនៅក្នុងជីវិតរបស់ខ្ញុំក៏ចង់និយាយថាធ្វើតែល្អចង់ថាធ្វើតែល្អទោះបីជាមិនបានទៅវត្តអុជធូបបួងសួងឬក៏ធ្វើបុណ្យអីណាទេតែគាត់ថាយើងអត់បានធ្វើអាក្រក់ដាក់អ្នកណាទៅឈ្នានេះនឹងទាអីគេអញ្ចឹងណាបាទអញ្ចឹងខ្ញុំគិតថាអ្វីទាំងអស់ដែលយើងធ្វើហ្នឹងគឺវាល្អសម្រាប់យើងវាអាចធ្វើឲ្យយើងជួបជាមួយនឹងមនុស្សល្អជួបជាមួយនឹងអ្នកដែលល្អដែលមកតាមថែសារយើងអញ្ចឹងបាទបងបាទជាក់ស្ដែងឥឡូវនៅផ្ទះថ្មីរបស់ខ្ញុំមិនផ្ទះថ្មីរបស់ខ្ញុំទេផ្ទះថ្មីរបស់ម៉ាក់ប៉ាខ្ញុំតើកន្លែងអុជធូបក៏អត់មានដែរជំនាញផ្ទះរបស់ខ្ញុំអីក៏អត់មានដែរអូដោយសារតែម៉ាក់ខ្ញុំគាត់ជឿពុទ្ធសាសនាអញ្ចឹងគាត់ទៅវត្តអុជធូបសុភព្រះសង្ឃសុភព្រះពុទ្ធសូត្រធម៌សូត្រអីផ្សេងៗឲ្យគាត់កាន់សិលអញ្ចឹងទៅគាត់គិតថាដូចខ្ញុំនិយាយថាធ្វើតែល្អដល់ថ្ងៃសិលអញ្ចឹងទៅគាត់អាសាមានគ្នាគាត់ធ្វើចហាន់ធ្វើអីប្រកេនប្រសង់ប្រកេនអីចឹងអាហ្នឹងសិតតែផលបនផ្សេងៗអញ្ចឹងបាទពេលខ្លះអាចនឹងទទួលផលបនផ្សេងពីម៉ាក់មកគេថាបានហ្នឹងទេតែពេលខ្លះយើងជួយតែគាត់ជួយគាត់ដល់ប្រយោលពេលខ្លះមិនបានជួយគាត់ពេលខ្លះទៅរករឿងគាត់ទៀតទេពេលខ្លះអត់ទេបារម្ភពេលខ្លះឃើញគាត់ហត់ពេកទៅគាត់ចេះធ្វើថ្ងៃខ្លះធ្វើ2 3ថ្ងៃជាប់គ្នាអញ្ចឹងទៅបាទតែគាត់ថាមិនបង្អាក់គាត់ទេគាត់ថាយើងខ្លាចគាត់ហត់ខ្លាំងអីចឹងទៅបាទព្រោះពេលដែលគាត់ហើយគាត់តែងនិយាយប្រាប់ថាគាត់ហត់អញ្ចឹងចោះចឹងទៅតែយើងក៏តែងនិយាយមួយគាត់ដែរថា
បើហត់សម្រាប់សិនទៅកុំតន់អាចធ្វើពី3ថ្ងៃជាប់គ្នាអញ្ចឹងទៅហើយពេលខ្លះធ្វើឲ្យភ្លាមរបៀបថាដូចយើងគាត់ធ្វើបេសជ្ជៈប្រកេតប្រសង់អញ្ចឹងទៅយកទៅវត្តឆ្ងាយអញ្ចឹងធ្វើថ្ងៃហ្នឹងហត់មួយថ្ងៃហើយស្អែកឡើងត្រូវទៅឆ្ងាយហត់ទៀតហ្នឹងកម្លាំងច្រើនប៉ុន្តែគាត់នៅតែព្យាយាមធ្វើដើម្បីបំពេញបុណ្យកុសលបាទជាសេចក្តីសុខផ្លូវចិត្តសម្រាប់គាត់បងអញ្ចឹងដូចយើងអញ្ចឹងយើងឥឡូវកំពុងតែប្រកបការងារមួយដែលយើងចូលចិត្តយើងសប្បាយយើងជួបមនុស្សច្រើនយើងអាចទៅលេងកីឡាបានយើងអាចធ្វើការដែលយើងចូលចិត្តយើងអាចធ្វើអីដែលយើងចូលចិត្តអាហ្នឹងសុទ្ធតែជាសេចក្តីសុខផ្លូវចិត្តរបស់យើងច្រើនហើយបាទបងបាទអញ្ចឹងកុំព្យាយាមធ្វើខ្លួនឯងដើម្បីផ្គប់ចិត្តអ្នកដទៃរហូតដល់ភ្លេចធ្វើចិត្តខ្លួនឯងឲ្យខ្លួនឯងនៅកន្លែងមួយដែលស្ងប់កុំភ្លេចស្រឡាញ់ខ្លួនឯងបាទហើយខ្ញុំអត់មានអីច្រើនទេគ្រាន់ថារឿងដែលខ្ញុំចែករំលែកហ្នឹងសុទ្ធតែជារឿងដែលខ្ញុំធ្លាប់ជួបខ្ញុំមិននិយាយមិនសំខាន់ដែរហើយខ្ញុំក៏អត់បង្ខំឲ្យបងប្អូនទាំងអស់គ្នាជឿដែរអញ្ចឹងបងប្អូនទាំងអស់គ្នាអាចនឹងស្ដាប់ពេលខ្លះអាចនឹងស្ដាប់ podcast ធំឬក៏អាចនឹងជួបហេតុការណ៍ផ្សេងដែលផ្ទាល់ឬក៏អាចនឹងឃើញសាច់រឿងអីផ្សេងដែលបានចាក់បញ្ចាំងតាមរោងភាពយន្តអីផ្សេងអាហ្នឹងហ្នឹងហើយបងប្អូនអាចនឹងយល់ហ្នឹងហើយអាចនឹងយល់ហើយអាចនឹងកាលហ្នឹងខ្ញុំសង្ឃឹមថាបងប្អូនប្រិយមិត្តយើងទាំងអស់គ្នានឹងស្ដាប់ហើយគាត់នឹងយល់ពីពួកយើងហើយនឹងអធ្យាស្រ័យដល់ពួកយើងដែរបាទតែពិតចន្ទទីរបស់យើងធ្វើគឺដើម្បីចែករំលែកជាមួយនឹងបទពិសោធន៍មនុស្សម្នាក់ដែលយើងធ្លាប់ជួបពេលខ្លះគេអាចនឹងជួបដល់មនុស្សជួបទេវតាជួបអីផ្សេងអញ្ចឹងទៅអញ្ចឹងសុទ្ធតែជាអរូបទាំងអស់បាទដែលយើងអាចនឹងនិយាយថាជានិស្ស័យរបស់គាត់មួយដែលគាត់អាចមាននិស្ស័យនឹងជួបមនុស្សទេវតាឬក៏ជាអរូបអីផ្សេងដែលជាផលបុណ្យដែលគាត់បានសាងពីជាតិមុនឬក៏កំពុងតែសាងក្នុង